ជីវិតធ្វើការនៅប្រទេសគេវាមិនងាយស្រួលដូចអ្វីដែលបងប្អូនគិតនោះទេអ្នកខ្លះថាអូអានេះឆ្អឹងដែរទៅមកដល់ស្រុកគេខ្លះជាអ្នកមានហើយអ្នកខ្លះគេគិតថាមកស្រុកគេគ្រាន់តែធ្វើការយកលុយវាមានអីទៅពិបាកគឺពិបាកហ្មងតែបងប្អូនអត់ដឹងទេថាក្រោយភាពមកដល់ស្រុកគេនេះគឺហត់យ៉ាងណាពិបាកយ៉ាងណាអញ្ចឹងបងប្អូនគិតមើលមុននឹងមកប្រក្រេយើងត្រូវប្រឡងនឹងមាន3 ដំណាក់កាលទី1យើងប្រឡងតេស្តលើកុំព្យូទ័រយើងប្រឡងជាប់ហើយយើងត្រូវប្រឡងតេស្តជំនាញមួយទៀតពេលប្រឡងតេស្តជំនាញនឹងជាប់យើងត្រូវតេស្តសុខភាពទៀតតេស្តសុខភាពនឹងជាប់យើងត្រូវស្វែងរកការងារទៀតអញ្ចឹងវាមាន2 3 4ដំណាក់កាលដែលយើងត្រូវធ្វើហើយពេលដែលយើងមកដល់ស្រុកគេទៀតមកដល់ស្រុកគេនឹងគឺមិនមកដល់យើងដេកស៊ីមិនមកដល់យើងដើរលេងឬក៏យើងធ្វើការរៀងស្រួលតំណាក់ខ្ពស់អីអត់ទេណាបងប្អូនមកដល់ស្រុកគេគឺជាពលករជាកម្មករអីគេនៅប្រទេសកូរ៉េបងប្អូនដឹងស្រាប់ហើយម៉ោងពេលវេលាគឺមានតម្លៃ1នាទីគឺមានតម្លៃអញ្ចឹងវាមិនងាយស្រួលដូចអ្វីដែលបងប្អូននិយាយទេហើយបងប្អូនគិតនោះទេធ្វើការឲ្យគេពេលខ្លះចំតកែល្អទៅគាត់យល់ពីកម្មករយល់ពីពលករគាត់អធិស្ឋានគាត់នាំញ៉ាំអីគាត់មានន័យថាគាត់ជួយយើងតែបងប្អូនមួយចំនួនខ្លះចំតកែដែលគាត់គិតតែផលប្រយោជន៍ខ្លួនឯងគាត់ធ្វើបាបផ្ដាល់មិនឲ្យតម្លៃគាត់ជេរគាត់ថាឲ្យគ្រប់យ៉ាងហើយមួយទៀតបងប្អូនជនជាតិកូរ៉េគេអត់ចូលចិត្តទេអ្នកដែលអត់ចេះភាសាកូរ៉េតែយើងអត់ចេះភាសាកូរ៉េទោះជាគេពេញចិត្តយើងការងារយើងល្អក៏ដោយក៏គេមិនសូវជាចង់តាក់ទងយើងដែរពួកយើងមិនសូវចេះភាសាកូរ៉េអញ្ចឹងបងប្អូនដែលចង់មកប្រទេសកូរ៉េប្រឹងកូរ៉េមែនតើខំប្រឹងរៀនខំប្រឹងអានខំប្រឹងនិយាយមកដល់ស្រុកគេគឺស្រួលការងារទោះជាយើងការងារមិនសូវល្អតែយើងខ្លាំងភាសាកូរ៉េក៏គេឲ្យតម្លៃយើងដែរហើយនៅមួយទៀតជីវិតនៅស្រុកគេបងប្អូនដឹងហើយមានជួបខែត្រជាក់ខ្លាំងធ្លាក់ព្រិលហើយខែក្តៅខ្លាំងហើយនៅស្រុកគេយើងបើយើងមិនសមចៃលុយកាក់ទេមានលុយទៅខ្មែរវិញទេអញ្ចឹងហើយបងប្អូនដែលចង់មកប្រទេសកូរ៉េត្រូវតែខំប្រឹងរៀនភាសាកូរ៉េឲ្យខ្លាំងហើយខំប្រឹងជីវិតនៅស្រុកគេបងប្អូនដឹងស្រាប់ហើយគឺហត់រហូតការងារកន្លែងណាក៏ហត់ដែរការងារកន្លែងណាក៏ពិបាកដែរគ្មានការងារណាដែលស្រួលហើយអ្វីដែលសំខាន់គឺផ្លូវបងប្អូនត្រូវធ្វើផ្លូវចិត្តយើងឲ្យបានល្អព្រោះពេលខ្លះចំមេការដែលក៏អត់ល្អគាត់ជេរគាត់ថាឲ្យគាត់មើងងាយអញ្ចឹងណាខ្ញុំឆ្លងកាត់ហើយការភាពមើងងាយនៅរោងចក្រទី1អីហ្នឹងអញ្ចឹងបងប្អូនដែលចង់មកប្រទេសកូរ៉េដូចខ្ញុំលើកទឹកចិត្តថាឲ្យប្រឹងរៀនឲ្យមែនតើនៅស្រុកគេនេះវាមិនស្រួលដូចអ្វីដែលយើងគិតទេហើយមួយទៀតគឺសុខភាពបងប្អូនទៅរក្សាសុខភាពថែសុខភាពយើងឲ្យមែនតើពេលខ្លះយើងសំចៃច្រើនពេកក៏ធ្វើឲ្យយើងប៉ះពាល់សុខភាពយើងអត់មានកម្លាំងធ្វើការឈឺទៅខ្មៅ